បើសិនជាបងប្អូនតឡន់ជាមួយមុខម្ហូបដែលមានខ្លាញ់ច្រើនក៏ដូចជារសជាតិសាច់ច្រើនណាឬក៏គ្រឿងដិតបងប្អូនអាចត្រឡប់មកមើលមុខម្ហូបពីរមុខនេះបានជាមួយនឹងសម្លម្ជូររបស់យើងសាមញ្ញបែបស្រុកស្រែតែនេះថារសជាតិហ្នឹងគឺដឹងតែអែមមែនតែនហើយពេលយើងហត់ក្តៅជាមួយម្ទេសបាទទឹកត្រីទៀតហ្នឹងគឺធានាថាបែកជាខ្ចាយតែម្ដងជាមួយមុខម្ហូបសម្លម្ជូរសាមញ្ញបែបខ្មែរយើងនេះគឺស្រួលក្នុងការស្លមែនតើក៏ដូចជាគ្រឿងផ្សំងាយស្រួលក្នុងការស្វែងរកខ្លាំងមែនតើជាមួយសម្លម្ជូររបស់យើងមួយមុខនេះផងដែរគឺយើងមានជាមួយផ្កាកាផ្លោកក៏ដូចជាតាគៀតបងប្អូនណាតាគៀតនេះបើសិនជាស្រុកខ្លះគេហៅកាផ្លោកធំសម្រាប់តាគៀតឬក៏កាផ្លោកធំនេះបងប្អូនយើងយកអាខ្ចីមកណាបាទយកបដោខ្ចីបែបនេះហើយធ្វើការសកយកសម្បកវាចេញអញ្ចឹងយើងសកម្ដងមួយរហូតដល់តាគៀតរបស់យើងបានចប់សពគ្រប់បើសិនតាគៀតច្រើនយើងសកបាទយូរទៅបាទមានគ្នាជួយគឺលឿនហើយចំពោះតាគៀតនេះសម្រាប់ខាងខ្ញុំហៅតាគៀតអញ្ចឹងគឺវាល្មោះបើសិនជាយើងកាន់នៅផ្ទាល់ដៃវាល្មោះណាស់អញ្ចឹងយើងបកសម្បកវាហើយយើងធ្វើការសាប់វាអញ្ចឹងបងណាបាទសាប់វាឲ្យលក្ខណៈល្អិតអញ្ចឹងមកហើយយើងចិតវាដូចយើងសាប់ស្វាយអញ្ចឹងបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការសាប់តាគៀតរបស់យើងបាទជាចំណិតបែបទុយបែបនេះហើយយើងចាប់ដើមយកតាគៀតរបស់យើងហ្នឹងមកដាក់នៅក្នុងចានដៃវាមកបន្ទាប់មកដាក់ជាមួយអំបិលធ្វើការបាទច្របាច់អំបិលរបស់វាបាទបាច់អំបិលរបស់វាមិនបាច់អំបិលជាមួយតាគៀតរបស់យើងហ្នឹងឲ្យវាទន់ហ្មងណាបាទដើម្បីឲ្យតាគៀតរបស់យើងកាត់បន្ថយនៅល្មោះក៏ដូចជាបាទជាតិល្មោះរបស់វាហ្នឹងអញ្ចឹងនៅពេលដែលយើងច្របាច់អំបិលជាមួយតាគៀតរបស់យើងបងប្អូនយើងប្រើកម្លាំងដៃរៀងខ្លាំងដែរបាទហើយប្រើពេលយូរគួរសមដែរដើម្បីឲ្យតាគៀតរបស់យើងហ្នឹងវាជូរទឹកក៏ដូចជាទន់ល្អនៃសាច់ដើមរបស់វាណាបាទដើម្បីឲ្យតាគៀតរបស់យើងចេញជាតិល្មោះចេញអីចឹងទៅបន្ទាប់ពីច្របាច់ជាមួយនឹងអំបិលរួចរាល់ហើយតាគៀតរបស់យើងលាងសម្អាតទឹកឲ្យបានស្អាតឲ្យអស់ជាតិអំបិលអស់ចឹងណាបងប្អូនណាត្រឡប់មកមើលគ្រឿងផ្សំរបស់យើងវិញយើងមានជាមួយនឹងត្រីក្រាញ់ដែលយើងកាត់ជាកង់បែបនេះឯងបាទទំនងខ្លាំងមែនតើបាទមើលទៅពិតជាគួរឲ្យចង់ញ៉ាំបាទត្រីក្រាញ់របស់យើងណាហើយយើងមានគ្រឿងផ្សំបន្ថែមទៀតយើងមានជាមួយនឹងម្ទេសបាទរំដេងបាទដើម្បីកាត់ឆ្អាបណាហើយយើងមានជាមួយតាគៀតរបស់យើងដែលបានលាងសម្អាតទឹករួចរាល់ហ្នឹងដល់ពេលយើងច្របាច់វាបានស្អាតបែបនេះបងប្អូនណាបន្តមកទៀតជាមួយនឹងម្ជូរគឺយើងមានជាមួយម្ជូរត្រួយអំពិលណាបងប្អូនណាបាទម្ជូរត្រួយអំពិលគឺដើរខ្លាំងមែនតើជាមួយនឹងម្ហូបសម្លរបស់យើងមួយមុខនេះបន្ទាប់ពីម្ជូរត្រួយអំពិលគឺយើងមានជាមួយនឹងម្អមបងប្អូនណាបាទម្អមកាត់ខ្លីៗចឹងមកហើយយើងមានបន្លែរបស់យើងមានជាមួយនឹងផ្កាកាផ្លោករបស់យើងនឹងឯងបាទគឺឃើញថាពណ៌ស្វាយល្អខ្លាំងមែនតើពិតជាទំនងគួរចង់ញ៉ាំណាអានេះជាលក់ជាមួយនឹងទឹកគ្រឿងក៏ត្រូវដែរបាទជាមួយនឹងផ្កាកាផ្លោករបស់យើងនេះឯងចឹងបន្ទាប់ពីផ្កាកាផ្លោកគឺយើងមានជាមួយនឹងបាទគ្រឿងផ្សំទាំងអស់នេះឯងបាទមានអីទៀតទេហើយជាមួយនឹងសម្លម្ជូរសាមញ្ញត្រីក្រាញ់ជាមួយនឹងបន្លែតាគៀតក៏ដូចជាបន្លែផ្កាកាផ្លោករបស់យើងអញ្ចឹងចាំការដាក់ដាំទឹកបានពុះមកឆ្នាំងមកណាបន្ទាប់មកដាក់ជាមួយនឹងម្ដេងក៏ដូចជាម្ទេសរបស់យើងនឹងឯងបន្ទាប់មកដាក់ជាមួយនឹងបាទក្បាលត្រីក៏ដូចជាបាទត្រីក្រាញ់របស់យើងនឹងនៅពេលទឹកពុះណាបងណាបាទអញ្ចឹងបន្ទាប់មកយើងធ្វើការជ្រុំផុកចូលមកតែម្ដងបើសិនជាបងប្អូនចង់ជ្រុំផុកមុនក៏បានបាទចាំដាក់សាច់ត្រីហើយចាំជ្រុំក៏បានដែរបាទនៅពេលទឹកយើងកំពុងពុះក្តៅហ្នឹងណាតោះយើងជ្រុំផុកបានបន្តិចមកឃើញថាផុករបស់យើងបានជ្រុំចប់សពគ្រប់ហើយយើងយកកាកវាចេញមកណាបាទកំដាក់ទាំងកាកប្រហុកណាហ្នឹងហើយអញ្ចឹងតោះយកកាកចេញហើយយើងចាប់ដើមឲ្យរងចាំឲ្យទឹករបស់យើងបានពុះបើសិនណាជាបញ្ញាប់មិនបាច់ចាំពុះទេដាក់គ្រឿងផ្សំរបស់យើងចូលមកមានជាមួយនឹងស្ករសក៏ដូចជាប៊ីចេងកុំតោះដាក់អំបិលឲ្យសារតែផុករបស់យើងប្រៃហើយអញ្ចឹងណាអញ្ចឹងក្របមកពុះមកបន្តមកដាក់ជាមួយនឹងម្ជូរអំពិលទុំរបស់យើងចូលមកក្នុងសម្លម្ជូររបស់យើងនឹងមកបាទព្រោះថាអំពិលទុំសំទោសម្ជូរត្រួយអំពិលបងប្អូននឿចេះច្រឡំបន្ទាប់ពីដាក់ត្រួយអំពិលហើយដាក់ជាមួយនឹងតាគៀតរបស់យើងចូលមកបាទបន្លែរបស់យើងណាអញ្ចឹងយើងត្រឡប់បន្លែរបស់យើងជាមួយនឹងម្ជូរត្រួយអំពិលរបស់យើងហ្នឹងជាមួយសម្លម្ជូររបស់យើងហ្នឹងឲ្យបានសព្វចូលគ្នាមកអញ្ចឹងរងចាំមកពុះដើម្បីឲ្យបន្លែតាគៀតរបស់យើងហ្នឹងបានឆ្អិនណាបងប្អូនណាបាទហើយអំពិលត្រួយអំពិលរបស់យើងបានចេញជាតិជូរផងដែរចឹងរងចាំតែបន្តិចទេមកពុះទេឃើញថាបន្លែតាគៀតរបស់យើងបានឆ្អិនហើយចាំយើងធ្វើការដាក់ជាមួយនឹងបន្លែការកំប្លោករបស់យើងហ្នឹងចូលតែម្ដងបើសិនជាបងប្អូនកំពុងទស្សនាវីដេអូនេះមិនទាន់បានចុច like ក៏ដូចជា subscribe កុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel និង page របស់ខ្ញុំបាទជាបន្តទៀតអញ្ចឹងបន្តិចក្រោយមកបន្ទាប់ពីសម្លរបស់យើងបានពុះហើយបងប្អូនយើងក៏រងចាំយូរឡើយចាំបានធ្វើការដាក់ជាមួយនឹងបន្លែកំប្លោកបាទការកំប្លោករបស់យើងចូលមកក្នុងឆ្នាំងសម្លរបស់យើងភ្លុកមកតែម្ដងអញ្ចឹងការកំប្លោកត្បិតតែមើលទៅវាច្រើនមែនតែតែយើងដាក់ចូលសម្លក្តៅទៅបន្តិចក្រោយមកគឺវាទ្រាំចូលជាតិចូលជើងជាមួយនឹងសម្លម្ជូររបស់យើងហ្នឹងបាទគឺចូលគ្នាល្អមែនតើចឹងនៅពេលយើងត្រឡប់បាទសារឆ្នាំងយើងទូចបាទយើងពិបាកនឹងការត្រឡប់បន្លែផ្កាផ្លោករបស់យើងជាមួយនឹងសម្លម្ជូររបស់យើងនឹងឯងតែមិនធ្វើទេផ្កាផ្លោកនៅពេលដែលវាត្រូវទឹកក្តៅបាទទឹកសម្លរបស់យើងហ្នឹងគឺវាឆាប់ទ្រាំឆាប់ឆ្អិនទេបងណាបាទបន្តិចក្រោយមកឃើញថាផ្កាផ្លោករបស់យើងហ្នឹងចូលជាតិចូលជើងជាមួយសម្លម្ជូររបស់យើងហ្នឹងគឺចប់សពគ្រប់តែម្ដងចឹងបើសិនជាបងប្អូនចង់ដឹងរសជាតិធ្វើការភ្លក់ទៅលើរសជាតិទៅថាតើរសជាតិសម្លម្ជូរត្រីក្រាញ់ផ្កាផ្លោកជាមួយតាគៀតរបស់យើងហ្នឹងរសជាតិត្រឹមត្រូវតាមការចូលចិត្តហើយនៅបើសិនជាភ្លក់ទៅមិនទាន់ត្រឹមត្រូវទេចង់ថែមម្ជូរអាចធ្វើការបន្ថែមម្ជូរឬក៏អំបិលទៅតាមការចង់បានរបស់បងប្អូនចឹងរសជាតិជាមួយនឹងសម្លម្ជូររបស់យើងសាមញ្ញចេះបងប្អូនយើងកុំភ្លេចបាទត្រៀមជាមួយនឹងម្អមរបស់យើងណាបើសិនជាចូលចិត្តម្អមដាក់ម្អមយ៉ាងច្រើនទៅតែបើសិនណាមិនសូវជាចូលចិត្តទេបាទអាចដកម្អមចេញបានអានេះទៅតាមចំណូលចិត្តរបស់យើងណាចឹងបន្ទាប់ពីដាក់ម្អមហើយយើងធ្វើការបាទបិទហ្គាសទៅបាទបិទភ្លើងទៅដើម្បីឲ្យបាទម្អមរបស់យើងចេញជាតិឈ្ងុយជាមួយនឹងសម្លរបស់យើងកុំឲ្យម្អមយើងឆ្អិនពេកចឹងណាបងណាចឹងក្រោយពីដាក់ម្អមហើយសម្លរបស់យើងគឺឆ្អិនចប់សពគ្រប់តែម្ដងបាទធ្វើការដួសញ៉ាំតែម្ដងកុំភ្លេចត្រៀមជាមួយទឹកត្រីម្ទេសផងដើម្បីញ៉ាំជាមួយសម្លរបស់យើងក្តៅៗជាមួយនឹងបាយក្តៅៗញ៉ាំជុំគ្រួសារ
គឺតានីថាឆ្កាញ់ពិសេសតែម្ដងជាមួយនឹងសម្លត្រីក្រាញ់ផ្កាកផ្លោកបាទជាមួយទឹកគៀតបាទដាក់ម្ទេសហឹរជាមួយទឹកត្រីម្ទេសទៀតគឺតំណងគួរចង់ញ៉ាំខ្លាំងមែនតើអញ្ចឹងមុខនេះគឺចប់សពគ្រប់ហើយយើងបន្តទៅម្ហូបរបស់យើងមួយមុខទៀតជាមួយនឹងមុខរបស់យើងមួយមុខទៀតគឺជាសម្លម្ជូរស្រុកស្រែរបស់យើងបាទបែបសាមញ្ញដូចគ្នាបងណាបាទជាមួយនឹងគ្រឿងផ្សំងាយស្រួលក្នុងការស្វែងរកក៏ដូចជាបាទងាយស្រួលក្នុងការឆ្លមែនតើបាទគ្រឿងផ្សំរបស់យើងគឺងាយមែនតើមានគ្រឿងទេសបាទមានម្ទេសមានខ្ទឹមមានអីចឹងណាបងណាជាមួយនឹងត្រីសាច់សម្រាប់សម្លម្ជូររបស់យើងមួយមុខនេះបងប្អូនយើងចង់ដាក់ជាមួយនឹងត្រីក្រាញ់របស់យើងបាញ់មិញក៏បានបាទដាក់ជាមួយនឹងកូនត្រីកូនកពឹសរបស់យើងនេះក៏បានដែរជាមានលាយជាមួយនឹងពងត្រីក៏ដូចជាបាទត្រីងៀតបងប្អូនណាបាទត្រីងៀតតាមទឹកឲ្យវាអស់ជាតិប្រៃណាបងប្អូនណាបាទតាមទឹកឲ្យវារីកបន្តិចណាដើម្បីយើងកាត់វាជាកង់តូចធំទៅតាមការចូលចិត្តរបស់បងប្អូនបាទជាមួយនឹងបាទពងត្រីក៏ដូចជាកូនកពឹសកូនត្រីរបស់យើងនេះឯងសម្លម្ជូរមួយមុខនេះត្រីសាច់របស់យើងបាទបោក3បញ្ចូលគ្នាអញ្ចឹងគឺរសជាតិឆ្ងាញ់មែនតើយើងមានគ្រឿងផ្សំគ្រឿងទេសរបស់យើងមានជាមួយនឹងម្ដេងក៏ដូចជាខ្ទឹមសហើយនិងម្ទេសបងប្អូនណាចូលចិត្តម្ទេសដាក់រឿងច្រើនទៅបើសិនណាមិនចូលចិត្តទេដាក់តាមការគួរបន្តមកជាមួយនឹងបន្លែម្ជូរសាមញ្ញរបស់យើងនេះវិញគឺយើងមានជាមួយនឹងស្ពៃខ្មៅបងប្អូនណាបាទស្ពៃខ្មៅរបស់យើងនេះគឺមិនទាន់បានហាន់ជាកង់ទេនៅពេលដែលបងប្អូនយើងលាងសម្អាតទឹកបានស្អាតយើងហាន់វាជាកង់ទៅតាមចំណូលចិត្តបងប្អូនណាហើយជាមួយម្ជូរ7បាទម្ជូរត្រី7របស់យើងនេះឯងជាមួយផុកបងប្អូនដាក់តាមច្រើនឬតិចទៅតាមការចូលចិត្តណាបងចូលចិត្តផុកខ្លាំងដាក់ខ្លាំងទៅដាក់ច្រើនទៅបើថាចូលចិត្តមកមិនដាក់តាមហ្នឹងមកហ្នឹងហើយបងប្អូនបើសិនជាបងប្អូនកំពុងទស្សនាវីដេអូនេះមិនទាន់បានចុច like ក៏ដូចជា subscribe កុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel និង page របស់ខ្ញុំបាទជាបន្តទៀតគ្រឿងផ្សំសម្លម្ជូររបស់យើងបានរៀបចំរៀបរយហើយធ្វើការដាំទឹកបានពុះមកបន្ទាប់ពីទឹកពុះដាក់ជាមួយនឹងដេងម្ទេសក៏ដូចជាខ្ទឹមសរបស់យើងចូលមកក្នុងទឹកសម្លហ្នឹងមកបន្ទាប់មកដាក់ជាមួយត្រីងៀតរបស់យើងចូលមកមុនណាបន្ទាប់ពីត្រីងៀតយើងមានជាមួយពងត្រីរបស់យើងក៏ដូចជាកូនត្រីរបស់យើងតែកូនត្រីមិនទាន់អាចដាក់ទេយើងដាក់ជាមួយនឹងផុករបស់យើងបានជ្រុំផុករបស់យើងចូលសិនមកតពីជ្រុំផុករបស់យើងបានចប់សពគ្រប់ហើយយើងស្រង់កាកផុកយើងចាញ់ហ្នឹងបងណាមិនដាក់ទាំងកាកទេបងណាបាទគឺយើងជ្រុំបែបហ្នឹងឯងសម្លម្ជូរខ្មែរយើងគឺតែតែស្លបែបនេះអញ្ចឹងយើងយកកាកផុករបស់យើងចេញមកបន្ទាប់មកឈ្ងុយបាទសម្លម្ជូររបស់យើងគឺឈ្ងុយមែនតើដាក់រងចាំមកពុះមកពុះក្រោយមកបើកខ្វាក់មកឃើញថាឈ្ងុយក្លិនផុកមែនតើជាមួយសម្លម្ជូររបស់យើងបន្ទាប់ពីនេះដាក់ជាមួយនឹងបាទកូនត្រីរបស់យើងចូលមកផ្លុកមកតែម្ដងមកអញ្ចឹងរងចាំបន្តិចទៅបាទគឺដាក់ជាមួយនឹងម្ជូរ7ទុំរបស់យើងចូលមកប្រងមកដើម្បីឲ្យវាចេញជាតិជូរលឿនអញ្ចឹងណាជាមួយនឹងម្ជូរត្រី7របស់យើងនេះបើសិនជាបងប្អូនចូលចិត្តជូរដាក់រឿងច្រើនទៅតែបើសិនណាមិនចូលចិត្តជូរទេបាទល្មមទេដាក់តាមការគួរអញ្ចឹងណាបងណាហើយក៏មិនជាយូរដែរជាមួយសម្លម្ជូរសាមញ្ញស្រុកស្រែរបស់យើងនេះណាបន្តិចទៅឃើញថាវាឆ្អិនបាត់ទៅហើយបាទមិនជាចាំយូរទេឃើញថាសាច់របស់យើងក៏ដូចជារសជាតិជាមួយនឹងបាទសម្លម្ជូរត្រី7របស់យើងនេះគឺឆ្ងាញ់ចូលតែមែនតែម្ដងបើសិនជាបងប្អូនបាទចង់ឲ្យបានរសជាតិទៅតាមការចូលចិត្តណាធ្វើការភ្លក់ទៅហើយបន្ថែមគ្រឿងផ្សំទៅតាមការចូលចិត្តរបស់បងប្អូនអញ្ចឹងបន្ទាប់ពីមើលឃើញថាសម្លម្ជូររបស់យើងបានឆ្អិនចប់សពគ្រប់ហើយបងប្អូនយើងក៏រងចាំយូរឡើយចាប់បានធ្វើការដាក់ជាមួយនឹងបន្លែរបស់យើងចូលមកបងណាបាទហើយជាមួយនឹងបន្លែបើសិនជាបងប្អូនមិនតាន់បានភ្លក់គ្រឿងផ្សំទេបាទដាក់គ្រឿងផ្សំមុនទៅមានអំបិលប៊ីចេងឬជាស្ករសតែបើសិនណាជាផុករបស់យើងប្រៃហើយដាក់ច្រើនហើយបងប្អូនបាច់កំតន់ដាក់អំបិលអីបាទដាក់តែស្ករប៊ីចេងសិនទៅដើម្បីឲ្យដឹងថារសជាតិរបស់យើងត្រូវថែមថយអំបិលឬក៏អត់ចឹងណាអញ្ចឹងរងចាំមកអំពុះមកឃើញថាសាច់របស់យើងបាទគឺឆ្អិនចប់សពគ្រប់ហើយមុនហ្នឹងខ្ញុំនិយាយមុនបន្តិចណាតែគ្រាន់ថាម្ជូររបស់យើងគឺឆ្អិនចប់សពគ្រប់ហើយយើងដាក់ជាមួយបន្លែរបស់យើងចូលតែបន្តិចមកគឺឆ្អិនឆ្ងាញ់តែម្ដងដោយសារតែបន្លែរបស់យើងវាឆាប់នឹងឆ្អិនដែរទេបាទជាមួយស្ពៃខ្មៅរបស់យើងនេះឯងអញ្ចឹងក្រោយពីបងប្អូនយើងបងបន្លែស្ពៃខ្មៅរបស់យើងចូលក្នុងឆ្នាំងសម្លម្ជូររបស់យើងនឹងហើយយើងធ្វើការបាទត្រឡប់វាឲ្យចូលជាតិចូលជើជាមួយគ្នាទៅគឺរសជាតិសម្លម្ជូរបាទស្រុកស្រែសាមញ្ញរបស់យើងហ្នឹងគឺបានឆ្អិនចាប់សពគ្រប់យកតែម្ដងហើយកុំភ្លេចណាភ្លក់ទៅលើរសជាតិទៅថាតើរសជាតិដែលបងប្អូនចង់បានហ្នឹងរសជាតិត្រឹមត្រូវតាមការចូលចិត្តហើយនៅបើសិនជាភ្លក់សម្លម្ជូររបស់យើងបាទរសជាតិមិនត្រឹមត្រូវទេអាចធ្វើការថែមគ្រឿងទៅតាមការចូលចិត្តរបស់បងប្អូនបើសិនជាចូលចិត្តម្ទេសបាទដាក់បន្ថែមម្ទេសទៅតែម្ទេសនេះយើងស្ងោរឆ្អិនដាក់ស្លឆ្អិនអញ្ចឹងយើងអត់សូវហឹរទេបើសិនជាបងប្អូនចូលចិត្តហឹរដាក់ម្ទេសស្រស់ៗជាមួយទឹកត្រីមកគឺញ៉ាំបែកញើសខ្ចាយជាមួយនឹងបាយសក្តៅៗរបស់យើងនឹងឯងញ៉ាំជុំគ្រួសារជាមួយនឹងមុខម្ហូបរបស់យើងពីរមុខនេះគឺធានាថាពិសេសតែម្ដងអញ្ចឹងសម្រាប់សម្លម្ជូររបស់យើងពីរមុខនេះគឺបានឆ្អិនចប់សពគ្រប់ហើយសង្ឃឹមថាបងប្អូនទាំងតអ្វីដែលខ្ញុំបានបញ្យល់ដូចជាអធិប្បាយក្នុងវីដេអូនេះហើយក្នុងវីដេអូសម្លម្ជូររបស់យើងទាំងពីរមុខនេះបងប្អូនយើងថែមមកអមទៅដើម្បីបង្កើនរសជាតិសម្លម្ជូររបស់យើងឲ្យកាន់តែមានឲ្យរសឈ្ងុយឆ្ងាញ់ដូចតែឃើញក្នុងវីដេអូស្រាប់អញ្ចឹងហើយបើសិនជាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗពី channel និង page របស់ខ្ញុំបាទជាបន្តទៀតអញ្ចឹងយល់យ៉ាងណាដែរជាមួយនឹងសម្លម្ជូរស្រុកស្រែសាមញ្ញខ្មែរយើងជាមួយនឹងម្ហូបពីរមុខនេះណាម្ហូបសម្លម្ជូរនេះបងប្អូនអាចធ្វើការផ្លាស់ប្ដូរត្រីទៅតាមការចង់បានរបស់បងប្អូនបាទផ្លាស់ប្ដូរបន្លែទៅតាមការចង់បានរបស់បងប្អូនអញ្ចឹងណាយើងមិនចាំបាច់តែស្លតាមវិធីខ្ញុំនេះឬក៏បន្លែគ្រឿងផ្សំដូចខ្ញុំនេះក៏បានដែរបើយើងអាចដាក់ត្រីសាច់ទៅតាមចំណូលចិត្តរបស់បងប្អូនដែលបងប្អូនមាននៅក្នុងដៃបាទមាននៅក្នុងបាទដៃស្រាប់យើងមានត្រីស្រាប់បន្លែស្រាប់គឺយើងអាចស្លបានតាមវិធីនេះវីដេអូរបស់ខ្ញុំមានប៉ុណ្្នឹងទេអរគុណច្រើនជួបគ្នាវីដេអូក្រោយ